ជុំរៀបសួរអំពូមីងទាំងអស់គ្នាហើយដែរម្សិលមិញហ្នឹងទៅព្រៃទៅរកត្រួយល្ងាងអំពូមីងចាំមើលដល់ចុងចប់ដល់មានអីប្លែកអំពូមីងទាំងអស់គ្នាហើយនេះបងដើររកមើលដោយសារតើអត់បានយកកបិតទៅទេអំពូមីងហើយហាពេលនោះផ្កាល្ងាងមែនតែននោះគឺនៅខ្ពស់មែនតែនហើយអត់បានយកកបិតទៅក៏កាច់តែអាត្រួយដែលទៀបហើយណាមួយខ្ញុំក៏អត់ទៅស្គាល់ល្ងាងអីក៏ផ្កាអាចម៉ាញអីដែរហើយនេះបងក៏ភ្លុកគាត់ថាអូយល្វីងណាស់អានេះល្វីងឲ្យចត់ទៀតហើយខ្ញុំនេះក៏អត់ស្គាល់ដែរខ្ញុំក៏ភ្លុកជាមួយគាត់ហើយល្វីងថោឡើងមែនតែនហើយនេះបេះផ្កាល្ងាងឯងរួចរាល់ហើយក៏គាត់ឃើញដើមផ្កាអង្គាសិលថាស្អាតណាស់ពេញតែព្រៃហើយគាត់ក៏ទៅកាច់ដើមផ្កាអង្គាសិលហើយខ្ញុំក៏ថាបងឯងកាច់ម្ដាយគ្មានបានទេដើមនឹងវាស្វិតណាដោយសារតែវាស្វិតមែនក៏គាត់កាច់បានតែមេឃទូចទេកាច់បានហើយនេះខ្ញុំរៀបរាប់ទៅផ្ទះវិញហើយចាំគាត់កាច់ដើមកាអង្គាសិលក៏ឃើញដើមអាចម៉ាញនៅពីមុខទៀតឯងមើលបោចដើមអាចម៉ាញរហូតហើយបើសិនជាដើមល្ងាងវាធំណាវានៅខ្ពស់ផ្កាវាអញ្ចឹងណាហើយនេះមកដល់ណែបងកាច់ដើមអង្គាសិលទៀតហើយគាត់ថានេះផ្កាស្អាតណាស់ហើយពេលនេះគាត់ខំទាញកាច់អត់បានយកកបិតទៅហើយថាវេទនាណាស់ទៅដល់ព្រៃហើយមិននឹកឃើញថាអត់បានយកកបិតទៅទេហើយណាមួយក៏ខ្ជិលឡប់មកយកវិញរៀងឆ្ងាយដែរអញ្ចឹងក៏ដើរបោចអាណាទៀបអីអញ្ចឹងទៅហើយព្រៃឡើងនេះខ្ញុំធ្លាប់ទៅចិត្តនឹងដែរហើយនេះក៏មិនសូវឆ្ងាយពីផ្ទះអីប៉ុណ្ណាដែលនៅខាងក្រោយផ្ទះហ្នឹងនឹងដែរតែនេះគាត់កាច់យូរដែរព្រោះអត់មានកបិតកាច់មិនទូចហើយនេះខ្ញុំចាំគាត់ហើយរៀងថ្ងៃដែរម៉ោង 4:10 ហើយអានេះមកដល់ផ្ទះនេះដើមផ្កាកាច់នេះល្ងាងព្រឹកឡើងលោកអើយម៉ែខ្ញុំថានេះសិតតែត្រួយអាចម៉ាញទេមិនមែនត្រួយល្ងាងទេអាហ្នឹងគឺស្លអត់កើតទេគឺល្វីងមែនតែនហើយសម្រាប់ចុងក្រោយខ្ញុំក៏បោះចោលទាំងអស់តែហ្មងអត់បានស្លទេអំពូមីងអរគុណជម្រាបលាបាយបាយ